របៀបនៃការបឡុកអ្នកណាម្នាក់នៅក្នុង Messenger សម្រាប់បងប្អូនចង់ប្លុក account ណាមួយដែលបងប្អូនគិតថាបងប្អូនចង់ប្លុកព្រោះដោយសារតែមានការឆាតមករញ៉េរញ៉ៃឬក៏ខលមករំខានបងប្អូនហើយបងប្អូនចង់ប្លុកអញ្ចឹងបើសិនជាបងប្អូនអត់ទាន់ចេះប្លុកទេបងប្អូនអាចតាមដានវីដេអូមួយនេះបានអញ្ចឹងដើម្បីយើងអាចធ្វើការប្លុក account ណាម្នាក់នៅក្នុង Messenger បងប្អូនចូលទៅកាន់ Messenger សិនទៅបន្តមកទៀតគឺបងប្អូនចូលទៅកាន់ account អ្នកហ្នឹង account ដែលបងប្អូនចង់ប្លុកហ្នឹងណាបន្តមកទៀតគឺបងប្អូនចុចលើ profile មកបាទរួចបងប្អូនអូសចុះមកក្រោមឲ្យឃើញកន្លែងនេះពាក្យថា block អញ្ចឹងបងប្អូនចុចនៅលើពាក្យថា block នេះមកបាទអញ្ចឹងចង់បញ្ជាក់បងប្អូនថានៅពេលដែលបងប្អូន block គឺមានន័យថាបងប្អូននឹង unfriend ម្នាក់នឹងដូចគ្នាដែរនៅក្នុង Facebook ហើយគេនឹងអត់អាចធ្វើការឆាតឬក៏ខលមកបងប្អូនទៀតទេហើយម្នាក់នឹងក៏រក profile account Facebook បងប្អូនអត់ឃើញទៀតដែរហើយម្យ៉ាងវិញទៀត Facebook ក៏អត់បានជូនដំណឹងទៅដល់ម្នាក់ហ្នឹងថាយើងបាន block គេដែរអញ្ចឹងបើសិនជាបងប្អូនសម្រេចចិត្តថាចង់ block ហើយគឺបងប្អូនចុចលើពាក្យថា block មកបាទអញ្ចឹងកន្លែងនេះមានន័យថានេះ you block ពន្លឺស្រាងនេះមានថាយើងបាន block account ម្នាក់ហ្នឹងហើយអញ្ចឹងយើងថយមកវិញគឺយើងនឹងឃើញពាក្យថាយើងបាន block account ម្នាក់ហ្នឹងអញ្ចឹងបើសិនជានៅថ្ងៃក្រោយបងប្អូនចង់ unblock គេវិញបងប្អូនចុចលើពាក្យថា unblock មកបាទចុចលើពាក្យ unblock មកប៉ុន្តែតើតែ add friend ទៅវិញម្ដងទៀតព្រោះដោយសារតែនៅពេលដែលយើង unblock វិញគឺមិនមែនជា friend ទៀតទេតើតែយើង add friend គ្នាទៅវិញទៅមកបានក្លាយជា friend នឹងគ្នានៅក្នុង Facebook វិញអញ្ចឹងតកតងជាមួយនឹងវីដេអូមួយនេះគឺខ្ញុំចង់ចែកម្លែកបងប្អូនខ្លីៗប៉ុណ្ណឹងហើយបើសិនជាបងប្អូនបានមើលវីដេអូមួយនេះកុំភ្លេចជួយធ្វើការចុច like follow និងធ្វើការចែករំលែកវីដេអូមួយនេះឲ្យបងប្អូនយើងដទៃទៀតដែលគាត់អត់ចេះឲ្យគាត់បានចេះនឹងដឹងផងសូមអរគុណជួបគ្នានៅវីដេអូក្រោយ